ពេញប៉ោះមួយដើមនឹងអាចរកចំណូលឲ្យជនជាតិកូរ៉េក្នុងចន្លោះពី$50ទៅ$100ពីព្រោះពេញប៉ោះមួយដើមហ្នឹងវាអាចប្រមូលផលផ្លែក្នុងមួយឆ្នាំពីចន្លោះ10ទៅ15គីឡូក្នុងប្រទេសកូរ៉េតម្លៃពេញប៉ោះក្នុង1គីឡូហ្នឹងមានតម្លៃ$4អញ្ចឹងយើងគុណមើលទៅ$4គុណឲ្យ15គីឡូវាអាចចូលក្នុងចន្លោះ$60ប៉ុន្តែនេះ$60នេះ15គីឡូនេះខ្ញុំគិតក្នុងតម្លៃកម្រិតទាបទេប៉ុន្តែពេញប៉ោះនេះអាចច្រើនជាងនឹងទៀតមើលតែក្នុងវីដេអូនេះទៅក្នុងមួយដើមវាហ្នឹងយើងអាចប្រមូលផលបានរហូតតែទី1ចេះតែទុំទៅអាចកោមទី2ចាស់អាចកោមទី3ខ្ចីអាលើចេះតែក្តឹបផ្កាបន្តគ្នារហូតអញ្ចឹងណាបងប្អូនយើងគិតមើលទៅប្រមូលផលតាំងពីខែ12រហូតដល់ខែ8អញ្ចឹងវាចូល8 9ខែហើយយើងប្រមូលផលរហូតហើយចំពោះការដាំរបស់គេហ្នឹងគឺគេចាប់ដើមដាំពីខែ9ទៅក្នុងចន្លោះថ្ងៃទី9ទី10ហ្នឹងគេចាប់ដើមដាំហើយអញ្ចឹងការដាំរបស់គេហ្នឹងរហូតដល់ខែ12ទើបបានប្រមូលផលហើយចំពោះការដាំដើម្បីឲ្យបានប្រមូលផលច្រើនដូចក្នុងប្រទេសកូរ៉េអញ្ចឹងគឺគេអត់មានដាំអីញ៉ៃដូចយើងនៅស្រុកទេគេដាំតែលើសកៃដូងទេតែដែលសំខាន់នៅក្នុងការឲ្យពេញប៉ោះនឹងប្រមូលផលបានច្រើននោះគឺការប្រើប្រាស់ជីបងប្អូនចំណុចទី1នេះគឺការប្រើប្រាស់ជីហើយចំណុចទី2នេះគឺការគ្រប់គ្រងសីតុណ្ហភាពបងប្អូនដឹងហើយនឹកថានៅក្នុងប្រទេសកូរ៉េគឺមានសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់កកប៉ុន្តែគេអាចនៅតែឲ្យពេញប៉ោះនៅក្នុងហៅស៊ឺនឹងជីវិតនឹងវាល្អអត់ត្រជាក់ដូចនៅក្រៅអញ្ចឹងពីព្រោះនៅក្នុងហៅស៊ឺប្រទេសកូរ៉េនេះប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពត្រជាក់ក្តៅមួយសេតនៅនឹងតែម្ដងបងប្អូនបើសិនជាត្រជាក់គេប្រើម៉ាស៊ីនកម្ដៅបើសិនជាវាក្តៅគេអាចបើកដំបូលឲ្យវាខ្យល់ចេញចូលហើយមានដង្ហាលបាញ់ទៅវិញទៅមកអញ្ចឹងណាបងប្អូនវាជាការចំណាយមួយយ៉ាងច្រើនដែរនៅក្នុងខែត្រជាក់ខែក្តៅហ្នឹងប៉ុន្តែតម្លៃផលិតផលដែលគេប្រមូលផលបានហ្នឹងក៏វាថ្លៃតាមហ្នឹងអញ្ចឹងណាបងប្អូនហើយដើម្បីឲ្យពេញប៉ោះហ្នឹងវាមានប្រវែងរហូតដល់ទៅ7-8ម៉ែត្រតែវាអត់ដួលទៅណាបងប្អូនអញ្ចឹងគឺយើងត្រូវតែរុំខ្សែវាបងប្អូនហើយនេះគឺជាខ្សែដែលយើងយកមករុំវាមានប្រវែង10ម៉ែត្រប៉ុន្តែចំពោះពេញប៉ោះវាអត់ដល់10ម៉ែត្រទេវាត្រង់7-8ម៉ែត្រអញ្ចឹងណាបងប្អូនចំពោះការរុំគឺយើងរុំបែបនេះបងប្អូនយើងរុំបែបនេះប៉ុន្តែពេញប៉ោះនេះវានៅតូចឡើយទេវាអត់ទាន់ធំទេគឺយើងរុំអញ្ចឹងដល់ពេលវាលូតទៅលើទៀតយើងចាប់ដើមរុំទៀតទៅលើទៀតយើងចាប់ដើមរុំទៀតអញ្ចឹងណាបងប្អូនហើយវាមានដុះត្រួយទូចដែរបងប្អូននេះតាមគល់ហើយតាមដៃវានេះក៏មានដុះដែរប៉ុន្តែយើងអត់ទុកទេគឺយើងក្តិចចោលទាំងអស់យើងទុកតែមួយដើមទៅលើបានហើយបងប្អូនហើយការដាំរបស់គេគឺដាំនៅលើសកៃដូងសុទ្ធបងប្អូនហើយនេះគឺជាសកៃដូងដែលយើងយកមកដាំគឺវាមានប្រវែងប្រហែលជា1 តឹកកន្លះហើយកម្ពស់វាហ្នឹងប្រហែលជា1 តឹកដូចគ្នាតឹកកន្លះដូចគ្នាហើយប្រវែងវាហ្នឹងគឺ1ម៉ែត្រយើងអាចចោះជា4ប៉ុន្តែដោយសារតែខ្ញុំចោះថែមគាត់ចង់ដាំ5នៅលើហ្នឹងដាំអញ្ចឹងក៏បានដែរឲ្យតែយើងមានប្រព័ន្ធទឹកគ្រប់គ្រាន់ហើយសកៃដូងនេះគឺសុទ្ធបងប្អូនគឺជាសកៃដូងសុទ្ធបងប្អូនឃើញទេអត់មានលាយជីលាយដីលាយអីប្រភេទអីផ្សេងទេគឺជាសកៃដូងសុទ្ធហើយគេដោតប្រព័ន្ធទឹកចូលអញ្ចឹងទៅអញ្ចឹងជីគឺមកតាមប្រព័ន្ធទឹកហើយជីដែលយកមកស្រោចស្រពនៅក្នុងដំណាំហ្នឹងគឺជាប្រភេទជីម្សៅទេបងប្អូនជីគោកដែលយើងបាចស្រែធម្មតាអញ្ចឹងណាប៉ុន្តែគេយកមកលាយនៅក្នុងធុងសម្រាប់លាយជីហើយបានគេយកមកស្រោចស្រពគេលាយហើយគេយកមកលាយជាមួយនឹងទឹកហើយបានគេស្រោចស្រពមកអញ្ចឹងណាបងប្អូនគេមានប្រព័ន្ធគ្រប់គ្រងគេថាចង់បានជីប្រមាណភាគរយទឹកប្រមាណភាគរយហើយស្រោចស្រពតាមដំណាំអញ្ចឹងទៅហើយចំពោះសកៃដូងនេះគេចោះបងប្អូនគេចោះពីក្រោមនេះឃើញទេចោះពីក្រោមអញ្ចឹងដើម្បីឲ្យទឹកដែលស្រោចស្រពហ្នឹងវាហូរចេញវិញហ្នឹងទៅបើមិនជាទឹកច្រើនពេកអញ្ចឹងទៅហើយអាខាងក្រោមនេះគឺជាធ្នើសម្រាប់បង្ហូរទឹកដែលសល់ហ្នឹងហូរទៅក្រោយចាក់ចោលអញ្ចឹងទៅបងប្អូនហើយដាំវាអត់មានអីញ៉ៃទេគ្រាន់តែដាំលើសកៃដូងប៉ុណ្ណឹងទេបងប្អូនហើយបើបងប្អូនចង់ដឹងពីបច្ចេកទេសនៃការដាំពេញប៉ោះនៅក្នុងប្រទេសកូរ៉េហើយតកតងនឹងការថែទាំបច្ចេកទេសផ្សេងបងប្អូនអាចឆាតឬក៏អាច comment នៅខាងក្រោមបានខ្ញុំធ្វើវីដេអូបង្ហាញបន្តទៀតអញ្ចឹងណាបងប្អូនហើយបាយជម្រាបលាបងប្អូនហើយកុំភ្លេចជួយ follow page ម្នាក់មួយផង